ប្រទេសចិនកាត់ទោសប្រហារជីវិតអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិដោយព្យួរទោសរយៈពេល2 ឆ្នាំយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិន2រូបគឺលោកវ៉ៃហ្វេងនិងលោកលីសៀងហ្វូត្រូវបានតុលាការកាត់ទោសប្រហារជីវិតដោយអនុវត្តការព្យួរទោសរយៈពេល2 ឆ្នាំក្រោយបទចោទប្រកាន់ពីបទពុករលួយនិងសូកប៉ាន់ការសម្រេចក្តីនេះគឺជាផ្នែកមួយនៃយុទ្ធនាការបោះសម្អាតផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរក្នុងជួរកងទ័ពរំដោះប្រជាជនចិនដែលបញ្ជាដោយប្រធានាធិបតីស៊ីជីនពីងចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ2012ដើម្បីពង្រឹងវិន័យនិងភាពស្មោះត្រង់ក្នុងជួរយោធាតាមរយៈរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរលោកលីសៀងហ្វូត្រូវបានរកឃើញថាបានទទួលសំណូកជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់និងបានសូកប៉ាន់អ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនខណៈដែលលោកវ៉ៃហ្វេងក៏ត្រូវបានរកឃើញថាបានទទួលយកប្រាក់និងសម្ភារៈមានតម្លៃជាថ្នូរនឹងការជួយជ្រោមជ្រែងខុសច្បាប់ក្នុងការរៀបចំតំណែងបុគ្គលិកសកម្មភាពរបស់អតីតរដ្ឋមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះត្រូវបានចាត់ទុកថាជាការប្រព្រឹត្តខុសក្នុងលក្ខណៈធ្ងន់ធ្ងរបំផុតដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បុព្វហេតុរបស់បកកុម្មុយនីសចិននិងកិច្ចការការពារជាតិជាទូទៅនៅក្នុងប្រព័ន្ធច្បាប់នៃប្រទេសចិនទោសប្រហារជីវិតដោយព្យួរទោសនឹងត្រូវបដូរមកជាការដាក់ពន្ធនាគារអស់មួយជីវិតប្រសិនបើទណ្ឌិតមិនបានប្រព្រឹត្តបទល្មើសអ្វីផ្សេងទៀតក្នុងអំឡុងពេល2 ឆ្នាំនៃការព្យួរទោសនេះទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបដូរទោសនេះលោកវ៉ៃនិងលោកលីនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានលទ្ធភាពក្នុងការបដូរទោសបន្តទៀតឬត្រូវបានដោះលែងឡើយដែលនេះជាវិធានការតឹងរ៉ឹងបំផុតមិនធ្លាប់មានចំពោះសមាជិកជាន់ខ្ពស់នៃគណៈកម្មការយោធាមជ្ឈិមជាមួយគ្នានេះការសែតកងទ័ព PLA Daily ក៏បានចេញមុខព្រមានដល់មន្ត្រីយោធាផ្សេងទៀតឲ្យដកស្រង់មេរៀនពីករណីនេះដោយបញ្ជាក់ថាមន្ត្រីគ្រប់រូបត្រូវតែមានភក្តីភាពដាច់ខាតចំពោះបកនិងជៀសវាងរាល់ទង្វើណាមួយដែលនាំឲ្យប៉ះពាល់ដល់រូបភាពនៃថ្នាក់ដឹកនាំខណៈពេលដែលការបង្ក្រាបនេះបានបង្ហាញភាពម៉ឺងម៉ាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំងអ្នកវិភាគអន្តរជាតិបានលើកឡើងថាការបោះសម្អាតទ្រង់ទ្រាយធំជាបន្តបន្ទាប់នេះក៏អាចបង្កឲ្យមានភាពរង្គោះរង្គើដល់រចនាសម្ព័ន្ធបញ្ជាការពារនិងប៉ះពាល់ដល់សមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធរបស់កងទ័ពចិនក្នុងដំណើរការធ្វើទំនើបកម្មយោធាផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ